ថ្ងៃនេះចំណាយអស់តែ 5,500 គឺបានមីហិលឡើងមួយចានតែម្ដងហើយឡើងច្រើនញ៉ាំអត់ចង់អស់ទេបងអើយបើយើងទៅទិញគេវិញមួយចានអស់ណាក៏ 12,000 ទៅ 13,000 ដែរបងឥឡូវយើងមកធ្វើខ្លួនឯងអស់តែ 5,500 ទេចំណែកឯរសជាតិក៏ដូចតែគ្នាហ្នឹងបងយើងថែមថយគ្រឿងតាមហ្នឹងចឹងណាមកល្មមដែលយើងចូលចិត្តឥឡូវមកធ្វើមីហិលជាមួយខ្ញុំទាំងអស់គ្នាបងខ្ញុំទៅទិញមីហិល Corino ហ្នឹងមួយកញ្ចប់ហើយនឹងបន្លែខ្ញុំទិញអស់តែ 1,000 រៀលទេចំណែកបន្លែគឺខ្ញុំយកមកចិតបន្ថែមបងដោយសារបន្លែខ្លះវារាងធំអញ្ចឹងយើងចិតខ្លះទៅវារាងបានច្រើនហើយខ្ញុំមានហិលដក2ដែរខ្ញុំទិញពីរហ្នឹងអស់ 1,500 ខ្ញុំយកមកចិតវាអញ្ចឹងបងចិត្តតាមការចូលចិត្តបងចង់បានបែបម៉េចណាចំណែកខ្ញុំគឺចិត្តបែបនេះយើងធ្វើខ្លួនឯងញ៉ាំចាយើងអាចបន្ថែមបន្ថយគ្រឿងដែលយើងចូលចិត្តបានណាបងហើយរសជាតិឆ្ងាញ់ខ្ញុំធានាឲ្យហ្មងដូចយើងទៅញ៉ាំនៅហាងអញ្ចឹងបន្ទាប់មកទឹកពុះខ្ញុំដាក់បន្លែចូលហើយនឹងហិលដកហើយនឹងគ្រឿងដែលមាននៅក្នុងកញ្ចប់មីហិលហ្នឹងណាយើងដាក់ចូលទាំងអស់ទៅហើយយើងទុកឲ្យពុះបន្តិចទៀតទៅគឺឆ្អិនបានញ៉ាំហើយបងរសជាតិវិញគឺឆ្ងាញ់ហ្មងបងអើយប៉ុន្តែខ្ញុំថែមគ្រឿងបន្តិចដែរយើងថែមរ៉តឌីបន្តិចហើយនឹងស្ករបន្តិចទៅបងបើអាហ្នឹងតាមរសជាតិតាមការចូលចិត្តទេបងចង់ញ៉ាំបែបម៉េចណាចំណែកខ្ញុំវារៀងស្ទើរបន្តិចចឹងខ្ញុំថែមគ្រឿងបន្ថែម